ខ្ញុំជឿជាក់ថាម្ហូបមួយមុខនេះពុកម៉ែបងប្អូនភាគច្រើនគឺគាត់ធ្លាប់ញ៉ាំហើយក៏ធ្លាប់បានធ្វើដែរពីព្រោះថាវាងាយស្រួលធ្វើមែនតើចាគ្រាន់តែបាយឆាឡុកឡាក់ឬក៏ឡុកឡាក់សាច់គោហ្នឹងភាគច្រើនគឺបងប្អូនគិតថាវាងាយហើយឆាប់បានញ៉ាំចាហើយថ្ងៃនេះភ្ញៀវគាត់កំងបាយឆាឡុកឡាក់សាច់គោហើយគាត់ច្រកបងប្អូនតាកំងតាមអេបGrab ចាហើយឥឡូវយើងមកដឹងពីរបៀបធ្វើក៏ដូចជាការរៀបចំបន្លែទាំងអស់គ្នាណាដំបូងខ្ញុំដាក់សាឡាត់ស្រួយគឺខ្ញុំប្រើ3ទៅ4សាឡាត់ចាដោយសារវាធំហ្មងបន្ទាប់មកគឺខ្ទឹមបារាំងខ្ញុំដាក់មកចំហៀងណាហើយនឹងពេញប៉ោះទុំការរៀបចំបន្លែបងប្អូននេះគឺការរៀបចំបន្លែបែបទម្លាប់តាមហាងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនខ្លះគាត់រៀបចំបន្ថែមបន្លែអីផ្សេងទៀតតាមការចូលចិត្តរបស់បងប្អូនទេអានេះខ្ញុំរៀបចំបែបរបស់ខ្ញុំអញ្ចឹងណាបងប្អូនចាហើយការចំអិនគឺយើងដឹងហើយថាមានតិចនិចផ្សេងគ្នាខុសគ្នាអត់ដូចគ្នាទេណាបងប្អូនណារសជាតិក៏អត់ដូចគ្នាដែរចាហើយក្នុងបាយមួយប្រអប់នេះគឺខ្ញុំដាក់សាច់គោដល់មួយខាំចាសាច់គោសាច់សុទ្ធណាអញ្ចឹងសាច់គោនេះគឺយើងយកជាតសៃជាអេស្អាតចឹងបែបហ្នឹងមកបងប្អូនចាហើយបាយឆាឡុកឡាក់នេះគឺយើងញ៉ាំជាមួយអំបិលម្រេចចាក្រូចឆ្មាហើយអំបិលម្រេចនេះគឺជាអំបិលម្រេចដែលខ្ញុំធ្វើផ្ទាល់ដៃទៀតចាបងប្អូនថាទឹកត្រីកោះកុងទឹកប្រហុកចាទឹកអំពិលទុំអំបិលម្រេចគឺសិតតែធ្វើខ្លួនឯងចឹងអស់រសជាតិនិងគ្រឿងទេសអីគឺការកំណត់យ៉ាងត្រឹមត្រូវចាអញ្ចឹងឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាតែដំបូងនោះខ្ញុំដាក់ខ្លាញ់ក្តៅចឹងមកចាជៀនពងទាបងប្អូនចាបាយឆាឡុកឡាក់ឬក៏ឡុកឡាក់សាច់គោអីគឺខ្ញុំដាក់ពងទាពីលើណាព្រោះវាឆ្ងាញ់បងប្អូនហើយចាំពងទាស្រែចិញ្ចឹមខ្លួនឯងទៀតអូយបងប្អូនអើយឡើងល្មួតហ្មងណាអាផ្នែកក្រហមយើងហ្នឹងចាហើយការជិះពងទាមានបងប្អូនខ្លះគាត់ឆ្ងល់ចេះជិះពងទាហេតុអីក៏អត់ចេះជាប់ខ្ទះហើយក៏ល្អម៉េះឡើងបានជាប់ភ្នៅល្អអញ្ចឹងចាតិចនិចរបស់ខ្ញុំគឺខ្ញុំដាក់ខ្ទះហើយនឹងវែកឆាក៏ដូចជាព្រីស្ដេចឲ្យយើងនោះឲ្យក្តៅចឹងមកចាទើបដាក់ពងទាចូលទៅវា smooth ទៅបងប្អូនចាអញ្ចឹងឥឡូវយើងចាប់តាមបំពងខ្ទឹមហើយដាក់ហមហ្នឹងទឹកពេញប៉ោះបងប្អូនខ្ញុំដាក់2ស្លាបព្រាខ្លីចាហើយបន្ទាប់មកគឺដាក់ទឹកសុះរបស់យើងណាចាហើយការដាក់ទឹកសុះហ្នឹងគឺយើងដាក់តែមួយវែកទេដូចជារសជាតិដែលខ្ញុំកំណត់ខ្លួនឯងដែរដូចគ្នាដែររសជាតិល្មមហើយនេះគឺជាម្សៅឆាបងប្អូនខ្ញុំដាក់បែបហ្នឹងដើម្បីឲ្យឆាយើងខាប់ជាទូទៅឡុកឡាក់សាច់គោគឺខ្ញុំតែងតែប្រើម្សៅឆាបន្តិចទៅដើម្បីឲ្យវាខាប់កាលណាវាកម្លាំងកំហាប់អញ្ចឹងវាខាប់ទៅឆ្ងាញ់បងប្អូនរសជាតិវាប្លែករសជាតិវាឆ្ងាញ់ហើយឡុកឡាក់សាច់គោហើយក៏ដូចជាបាយឡុកឡាក់អញ្ចឹងគឺយើងត្រូវដាក់ឲ្យខាប់កាលណាដែលយើងរាវអត់ឆ្ងាញ់ទេណាចាហើយដាក់សាច់គោចូលយើងបើកភ្លើងឲ្យខ្លាំងមកបងប្អូនចាខ្ញុំឆានេះគឺខ្ញុំបើកភ្លើងឲ្យខ្លាំងហើយគោឲ្យលឿនហើយខ្ញុំយកសាច់អត់ឲ្យឆ្អិនទេកាលណាដែលសាច់ឆ្អិនពេកសាច់គោយើងទោះសាច់ឆ្ងាញ់ប៉ុណ្ណាក៏ដោយយកកន្លែងឆ្ងាញ់ប៉ុណ្ណាច្រឡកអីក៏ដោយគឺវាឡើងឆ្ងាញ់អស់ហើយអញ្ចឹងសាច់គោគឺយើងញ៉ាំឲ្យវារៀងនៅទន់ណាចានៅទន់มันវាមានជាតិឆ្ងាញ់ហើយពុកម៉ែបងប្អូនខ្លះគាត់ចូលចិត្តបែបឆ្អិនក៏ឆ្អិនទៅតែគាត់ថាខ្ញុំrecommendថាយកសាច់រៀងនៅឈាមតិចចាគឺកាន់តែភាសាសាច់គោចាអញ្ចឹងបន្ទាប់មកយើងដាក់ក្នុងប្រអប់របស់យើងចាដាក់ស្រូបទៅលើបន្លែរបស់យើងមកចាបាយឆាមួយចាននេះមួយចាន12000ណាបងប្អូនផ្ដើមមកបន្ថែមពងទាយើងមកបងប្អូនអើយពងទាជៀនបែបហ្នឹងហូបមួយបាយហើយសាច់គោនឹងទៀតទៅនិយាយពីថាត្រូវគ្នាមែនតែនហ្មងវាត្រូវជាតិមែនតែននឹងសម្រាប់ភ្ញៀវបើសិនជាខ្ញុំញ៉ាំខ្លួនឯងពងទាខ្ញុំចាប់ពី2គ្រាប់ឡើងទៅបើខ្ញុំញ៉ាំឆ្អែតព្រោះខ្ញុំចូលចិត្តពងទាណាស់ហើយប៉ះពងទាស្រែរបស់យើងចិញ្ចឹមនឹងទៀតអើយបងប្អូនឡងលមួតចូលគ្នាហ្មងហើយឡើងឈ្ងុយអាផ្នែកក្រហមចាឥឡូវយើងវិចខ្ចប់ជូនភ្ញៀវហើយចារួចរាល់ហើយយកទៅឲ្យក្រែបចង់បញ្ជាក់បងប្អូនថាបងប្អូនដែលគាត់កំងឧស្សាហ៍កំងតាមអេបណាបងប្អូនឥឡូវញ៉ាំ24យើងសហការជាមួយ Grab ហើយអញ្ចឹងពុកម៉ែបងប្អូនអាចចូលក្នុងអេប Grab ចាអេប Grab ទៅពុកម៉ែបងប្អូនអាចកំងបានហើយងាយស្រួលមែនតើឥឡូវគឺខ្ញុំបានអាប់ដេតមនុយនៅក្នុងអេប Grab ហ្នឹងគឺច្រើនមែនតើចាបន្ថែមមុខម្ហូបដូចជា
ជាង20មុខបងប្អូនអញ្ចឹងបងប្អូនអាចកំងតាម app ហ្នឹងទៅងាយស្រួលចាងាយស្រួលឲ្យតម្លៃក៏បងប្អូនកុំភ័យដូចនៅក្នុងហាងអញ្ចឹងបើសិនជាបងប្អូនចង់មកអញ្ជើញមកហាងផ្ទាល់ក៏បានចាគួរគុណមើលទេសភាពក៏ដូចជាស្ដាប់តន្ត្រីអីតិចតួចអញ្ចឹងទៅក៏បានដែរប៉ុន្តែបើសិនជាបងប្អូនគិតថាចង់ញ៉ាំម្ហូបនៅជុំគ្នានៅផ្ទះបងប្អូនក៏អាចកំងតាម app នឹងប៉ុន្តែគាត់ថាមួយរយៈនេះអធិស្ឋានបងប្អូនផងនឹងកំងតាម app ចឹងណាចាដោយសារតែហាងលក់ដាច់អញ្ចឹងធ្វើអត់តាន់ហើយក៏អរគុណណាស់ចំពោះការរងចាំរបស់បងប្អូនចាឲ្យតែថាបងប្អូនកំងគឺខ្ញុំតែងតែឆ្លៀតធ្វើឲ្យបងប្អូនដោយសារតែខ្ញុំគិតថាគាត់កំងគឺគាត់ចង់បានលឿនដូចគ្នាចឹងណាចាហើយក៏សូមអរគុណចំពោះការគ្រប់គ្រងមិនថាក្នុង app មិនថានៅក្នុងហាងក៏ដូចជាបងប្អូនផ្សេងៗដែលគាត់អញ្ជើញមកឆ្ងាយគាត់ខំមកភាសាម្ហូបដែលតាមរយៈតែការធ្វើវីដេអូរបស់ខ្ញុំនឹងផ្សព្វផ្សាយជូនបងប្អូនទស្សនាចាឃើញថាមានការគ្រប់គ្រងច្រើនដែរបងប្អូនច្រើនគួរសមដែរចាគាត់ថាឃើញប្រហោះឃើញអីចឹងទៅគាត់ចាប់អារម្មណ៍អញ្ចឹងគាត់មកភាសាអញ្ចឹងណាចាក៏សូមអរគុណមានតែរៀបដៃ10អរគុណបងប្អូនពីចម្ងាយទេចាអរគុណចំពោះការគ្រប់គ្រងធ្វើត្បិតតែមានការយឺតយ៉ាវតិចតួចតែបងប្អូនតែងតែអធិស្ឋានដល់ខ្ញុំចាអញ្ចឹងមានតែប៉ុណ្្នឹងទេណាបងប្អូនណាអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយ Love you អ្នកទាំងអស់គ្នាបាយបាយ